បញ្ហាស្ថិតលើផ្នត់គំនិតពេលខ្លះបញ្ហាអាចស្ថិតលើផ្នត់គំនិតរបស់យើងចូលសាកល្បងពិនិត្យមើលថាតើយើងប្រើជីវិតដូចម្តេចនៅចន្លោះរវាងសុបិននិងការពិតចូលកុំភ្លេចថារង្វាន់ដ៏អស្ចារ្យបំផុតក្នុងការដេញតាមសុបិនគឺអ្វីដែលយើងទទួលបាននៅតាមផ្លូវដែលយើងធ្វើដំណើរទៅនោះឯងតើសុបិនរបស់អ្នកមានប្រយោជន៍ចំពោះអ្នកដែរឬទេដំណាក់កាលដំបូងនៃជីវិតតែងតែខាតបង់ទៅលើការស្វែងរកទេពកោសល្យពិនិត្យរៀបរកលទ្ធភាពនិងសម្លឹងរកមើលគោលដៅដែលរាប់ថាជារឿងល្អលុះដល់ពេលមានអាយុកាន់តែច្រើនយើងក៏ត្រូវសម្លឹងអ្វីដែលនៅខាងក្រៅខ្លះដោយពិចារណាថាតើសុបិននោះមានប្រយោជន៍ដល់អ្នកដទៃខ្លះដែរឬទេរឿងល្អបំផុតគឺការជួយអ្នកដទៃគ្មានពាក្យថាយឺតពេលហើយនោះទេមានមនុស្សជាច្រើនសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងរបស់ខ្លួនដើម្បីអ្នកដទៃដ៏ច្រើននៅពេលដែលខ្លួនមានអាយុកាន់តែច្រើនស្វែងរកភាពជាខ្លួនឯងនៅក្នុងសៀវភៅលេខសម្ងាត់ស្វែងរកនឹងឃើញអត់ធ្មត់នឹងទទួលបានព្យាយាមនឹងជោគជ័យសៀវភៅលេខសម្ងាត់មានលក់នៅក្នុងពេកអានសៀវភៅជួយពង្រីកគំនិតជីវិតយើងប្រៀបដូចជាខ្សែទឹកដែលហូរស្រកមិនមែនជាអាងស្តុកទឹកទេការបង្កើនគុណភាពតម្លៃដល់អ្នកដទៃជាវិធីសាស្ត្រដ៏ជាក់លាក់មួយក្នុងការបង្កើនគុណភាពតម្លៃដល់ខ្លួនឯងបើសុបិនរបស់យើងគ្មានប្រយោជន៍ដល់អ្នកដទៃនោះវាគ្រាន់តែជារឿងផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះហើយវានឹងរលាយបាត់ទៅក្រោយពីយើងលាចាកលោកនេះត្រឹមតែ5នាទីប៉ុណ្ណោះតែយើងបានត្រឹមតែមួយរស់មែនទេបើដូច្នោះមែនដល់ពេលយើងត្រូវដកខ្លួនចេញដើម្បីស្វែងរកជ័យជំនះហើយយើងមិនអាចផ្ដល់ឲ្យនៅអ្វីដែលយើងគ្មាននោះទេចូលកសាងគ្រឹះដើម្បីក្លាយជាអ្នកឲ្យដោយធ្វើកិច្ចការសំខាន់ចំពោះខ្លួនឯងជាមុនបើនៅមិនទាន់បានដេញតាមសុបិននៅឡើយទេសូមចាប់ផ្ដើមពីពេលនេះតែម្ដងទៅ